ឡើងខ្ញុំកាបូបសុជីនិងណាណាដូចគ្នាបែបបិទក្រែងកាបូបមួយនេះមានទំនុកក្នុងលោកមែនទេខ្ញុំបានមកវីដេអូ TikTok របស់កញ្ញាយុជែនកាបូបនេះគាត់ទៅតែគាត់ថ្ងៃនេះទេពួកឯងទាំងពីរនេះមានរឿងអីទៅមិនហើយចុះខ្ញុំនិយាយការពិតក៏បានត្រូវហើយតាមការពិតទៅខ្ញុំគឺជាកូនអ្នកមានហ៊ានខ្លាយបន្លំពីខ្ញុំផងខ្ញុំកាលពីមុនដាក់ខ្លួនពេកហើយខ្ញុំខ្លាចធ្វើឲ្យពួកឯងភ័យចាំងសុជីនាងពេលនេះបំយកចិត្តខ្ញុំនៅតាន់ពេលមិនអញ្ចឹងខ្ញុំគ្រាន់តែកម្រាស់ដៃគ្រួសារនាងទាំងមូលប្រកាសជាចាប់ហើយវីដេអូនោះបានបិទមុខទៅហើយនាងនិយាយថាមែនក៏មែនចឹងមែនទេមានអីបញ្ជាក់បានទេខ្ញុំក៏ចង់បញ្ជាក់ឲ្យនាងដែរតែនាងជាអ្នកភ្នំខ្ញុំជាកូនអ្នកមានពួកយើងមិនដូចគ្នាទេពេលចាប់កម្មវិធីជួបជុំមិត្តចាស់ហើយពួកយើងគ្មានអីតាក់ទងគ្នាទេម៉ាក់ជួយកូនផុសវីដេអូមួយទេអេមកហាសភ័យជាងបានផុសវីដេអូនិយាយថាស្អែកនេះនឹងធ្វើកម្មវិធីបង្ហាញឡានទំនើបក្រែងគ្រួសារនាងជាគ្រួសារអ្នកមានមែនទេបើសិនជានាងអាចនាំពួកយើងទៅបានក៏អាចបញ្ជាក់ពីសមត្ថភាពរបស់នាងដែរយ៉ាងម៉េចនាងមិនមែនជាអ្នកមានខ្លាញ់ខ្លាយទេមែនទេហាខ្លាញ់ខ្លាយហ៎បានតាប៉ុន្តែនាងមិនអាចទៅចូលរួមបានទេម៉ាម៉ាត្រូវហើយមិនបានជាថ្ងៃនេះកូននឹងមកផុសវីដេអូអញ្ចឹងគឺមកពីមានមិត្តអាក្រក់ម្នាក់បានខ្លាញ់ខ្លួនធ្វើជាកូនដល់ពេលនោះកូននឹងបកអាក្រាតនាងហើយកូនក៏នឹងបកស្បែកមុខពិតរបស់នាងចេញមកណាណាសម្ដែងឲ្យតែមានឯងមិនអញ្ចឹងទេពួកយើងគ្មានឱកាសបានមើលការបង្ហាញនេះទេខ្ញុំជាមនុស្សលំដាប់នេះរឿងបែបនេះទៅចាញ់ទេចាស់សុជីអ្នកណាគេឯងមកខ្ញុំមកមើលការបង្ហាញឡើងនឹងហើយខ្ញុំប្រាប់នាងមកឲ្យមកហាញតើអ្នកក្រៅពិតជាមិនចេះខ្មាស់គេមែនបានខ្ញុំមិនពឹងនាងដើម្បីចូលទៅទេនាងទៅមុនទៅខ្ញុំក៏ចង់ដឹងដែរថានាងនាំបងប្អូនចូលដល់របៀបណាទៅបានទាំងអស់គ្នាចាំទៅនេះបន្តិចខ្ញុំទៅប្រាប់គេសិនបងប្រុសបងឲ្យពួកគេចូលទៅខ្ញុំនឹងធ្វើជាសង្សាររបស់បងនាងរោគចិត្តមែនទេណាណាអាចចូលបានទេកូនចៅរបស់ខ្ញុំនេះថាការបង្ហាញឡាននេះត្រូវបានរំសាយចោលហើយចាំមកថ្ងៃក្រោយចុះរំសាយចោលអីទៅមិនបានជាខ្ញុំមិនដឹងអញ្ចឹងយ៉ាងម៉េចព័ត៌មាននេះច្បាស់ជាងខ្ញុំទៀតមែនទេខ្ញុំគឺជាអ្នកនាងកូនអ្នកមានកូនស្រីទីនេះតែនេះមិនមែនជាមហាសេដ្ឋីទេអេម៉ាក់នេះកំពុងហាយនាងឯណោះពួនធ្វើអីទៅឆាប់ទៅម៉ាក់ខ្ញុំចិត្តមកដល់ហើយគាត់មិនចូលចិត្តខ្ញុំរំមិតជាមួយអ្នកក្រទេពួកអញឆាប់ទៅមិនបានជាខ្ញុំមិនដឹងថាខ្ញុំមានកូនស្រីដូចជានាងអញ្ចឹងកូនស្រីម៉ាក់នាងគឺសុជីទៅជាកូនអ្នកមានពិតប្រាកដមកមាត់លុយមកមិនបានទេគឺខ្លួនឯងទេជាអ្នករមមកដោយខ្លួនឯងសុជីម៉ាក់មានរឿងខំមួយចង់ប្រាំរឿងអីទៅរឿងភ្ជាប់ពីតាំងពីក្មេងហ៎មិនទៅទេនេះសម័យអីហើយនៅភ្ជាប់ពីតាំងពីក្មេងទៀតការចាប់បដិការគ្មានលទ្ធផលអីទេដៃគូរៀបការជាមួយខ្ញុំចង់រត់ដល់ខ្លួនឯងបើមិនទៅទេកម្មលុយនឹងត្រូវដាក់ចេញអត់ទេខ្ញុំនឹងទៅធ្វើយ៉ាងម៉េចទៅបានផ្សាយការរៀបការបានទៅធ្វើយ៉ាងម៉េចទៅមិនបាច់ទៅមើលគូទៅអីពួកយើងជិះមនុស្សមានផលវិបាកដូចគ្នាមិនអញ្ចឹងយើងរៀបការខ្លាំងៗជាមួយគ្នាទៅហើយចាំរំសាយការរៀបការរៀងខ្លួនសំទៅថ្ងៃក្រោយមកចម្លែកគ្នាទៅយ៉ាងម៉េចដែរល្អយល់ព្រមបើយើងអត់ដេញណែនាងធ្វើការអីដែរទៅគ្រួសាររបស់ខ្ញុំគឺក្រុមរៀបការខ្លាំងៗសិនចាំបានប្រាប់គេអ្វីទៅបាត់បង់ការងារហើយចាស់លោកធ្វើអីដែរនិយាយសមាជិកខ្លាំងៗចាស់កុំឲ្យមានបញ្ហាខ្ញុំជាអ្នកលូននំប៉ាវក៏ល្អខ្ញុំបាត់បង់ការងារខ្ញុំទៅផ្ទះរៀបចំឲ្យបានសិនចាំជួយលោកនំប៉ាវសុំទៅផលអ្នកប្រុសខ្ញុំមកយឺតហើយខ្ញុំនឹងទទួលអ្នកប្រុសទៅផ្ទះវិញនេះជាលោកហាមែនទេនេះមិនដឹងអាចទៅរួចទៅសម័យនេះឡានបោកមានច្រើនណាស់ឆាប់ទៅកន្លែងផ្សេងទៅខ្ញុំគ្មានលុយជិះឡាននេះទេលបល់យកទៅអ្នកនាងឡើងឡានមកគេហៅនាងថាអ្នកនាងលោកក៏តែគ្រាន់តែមានសុជីវធម៌បន្តិចហើយខ្ញុំនឹងជិះឡានលោកមែនទេខ្ញុំគឺជារថភ្លើងទេនឹងមិនឆាប់ទៅទៀតឡានបោកទេឡានបោកខ្ញុំទៅជិះរថភ្លើងហើយខ្ញុំក៏ទៅដែរចូលតូបលូននំប៉ាវខ្ញុំមួយមកបាត់អ្នកប្រុសមេកាលីលោករកកសែតបង្កខ្ញុំមួយម៉ានស្អែកនេះខ្ញុំទៅលក់នំប៉័ងប៉ុន្តែកសែតបង្កយកមួយនេះដែលថាជាងគេដឹងហើយណាមើលទៅដៃនាងស្ទាត់ណាស់ប៉ាម៉ាក់ចិញ្ចឹមខ្ញុំធ្វើការតាំងពី5ឆ្នាំតាមពិតទៅជីវិតនាងលំបាកយ៉ាងនេះតែពេលនេះខ្ញុំរកឃើញប៉ាម៉ាក់បង្ការរបស់ខ្ញុំហើយពួកគាត់ល្អជាមួយខ្ញុំណាសុជីប៉ាម៉ាក់នេះកូនប្រៃទៅជាមួយអ្នកប្រុសកូននេះបាច់ជីមិនលំបាកនៅទីនេះមែនទេគេបង្ការជាអ្នកប្រុសកូនអ្នកមាននៅទៀតអត់ធ្វើការខ្ពស់ហើយសង្ហាទៀតកូនមិនត្រូវការអ្នកណាក្រៅពីគេទេ
ក្រែនេះជាដល់ប្រុសលូនតែ ក្មេងៗគឺពិតជាចូលចិត្តប្រឆាំងជាមួយប៉ាម៉ាក់ណាទំពោពួកគេទៅ និយាយអីហ្នឹង កូនរៀបការជាមួយគេកុំស្ដាយក្រៅសោះ កូននឹងមិនបែកគ្នាជាមួយគេទេ ល្អមិនណាមិនណា តាមពិតអ្នកដែលនាងផ្ដាច់ពាក្យជាមួយគឺជាអ្នកមានតែនាងបែរជារើសយកខ្ញុំនាងពិតជាល្អណាស់ នេះមិនមែនជាចាំងសុជីទេមែនទេនេះរៀបការជាមួយអ្នកក្រៅលោកដំប៉ៅនេះហ៎សុទ្ធតែជាមិត្តរួមថ្នាក់នឹងគ្នាតែខ្ញុំបាច់អាចបើកហាងលោកអានដល់ទៅ2ជាន់ស្អែកនេះគឺជាថ្ងៃសម្ពោធហាងប្រកាសជាមានមនុស្សច្រើនហើយខ្ញុំនឹងទៅលើមុខហាងរបស់នាងខ្ញុំដាស់តឿននាងចុះកូនធ្វើខ្លួនឯងបាក់មុខអីអញ្ចឹងខ្ញុំដាស់តឿននាងវិញកុំធ្វើខ្លួនឯងខ្ពស់ពេកអេជាហាងនេះហើយបន្តិចទៀតពេលនាងបើកហាងយើងក៏បើកដែរទេមិនអាចចាញ់នាងបានទេ ថ្ងៃនេះយើងនឹងយកមុខមាត់មកវិញ អាយ៉ាចាំងសុជីនាងពិតជាមកមែនបើអញ្ចឹងខ្ញុំនឹងឲ្យពួកនាងមើលពេលដែលខ្ញុំមានមុខមាត់ជាងគេបន្តិចទៀតនឹងមានអ្នកមានមុខមាត់ច្រើនណាស់មកអបអរខ្ញុំបើកហាងប្រកាសហើយហ៎អាយ៉ានាយកទូលោកក៏ជាប្រធានក្រុមហ៊ុនខកកែខ្ញុំបើកហាងថ្មីទៅចាយសោះលោកនឹងមករកតទៀនខ្ញុំពិតជាភ្ញាក់ផ្អើលហើយសប្បាយចិត្តណាស់ អ្នកនាងស៊ីឈីអបអរអ្នកនាងបើកតូបលក់នំប៉ៅថ្មី អរគុណហើយចាំងសុជីការពិតនាងជាណាទៅគ្រួសារអ្នកមានត្រកូលជាងនាងដែលឮទេខ្ញុំពេលនេះក៏ត្រកូលជាងដែរនាងថាតែមើលនាងជាកូនស្រីគ្រួសារត្រកូលជាង ពិតទេអូនសម្លាញ់ បន្តិចទៀតចាំអូនបកស្រាយបងស្ដាប់បើអញ្ចឹងខ្ញុំមានវិធីចាត់ការនាងហើយបានលើថាកូនស្រីត្រកូលជាងនិងអ្នកប្រុសលូបានភ្ជាប់ពីជាមួយគ្នាតាំងពីក្មេងតែនាងបែរជាទៅតាក់ទងជាមួយអ្នកក្រៅលោកដំប៉ៅទៅវិញនេះបើគ្រួសារលោកដឹងរឿងនេះនាងគិតថាគ្រួសារនាងនឹងមានលទ្ធភាពបែបណាទៅខ្ញុំនឹងទៅប្រាប់គេភ្លាម មិនបាច់ទេខ្ញុំនៅទីនេះហើយ លោកជាអ្នកប្រុសលូពិតជាល្អណាស់គ្រួសារចាស់និងគ្រួសារលូជួបតំណែងតំណងបានសម្រេចហើយ ជូននាងមួយឃ្លាពេលដែលអស្ចារ្យនោះអ្នកណាក៏មានដែរតែកុំយកពេលមួយនោះមកធ្វើជារៀងរហូតហាងរបស់នាងត្រូវបានបិទទ្វារហើយពួកយើងដែលមករំការងារចម្លាញ់មួយចុះខ្ញុំមានមករំការងារម្នាក់ពេលនាងនៅមកមនុស្សប្រុសនាងធ្វើដូចជានាងទៅតែអាយុ18ឆ្នាំតែពេលដែលគ្មានមនុស្សប្រុសនៅវិញជួបបារីផឹកស្រាស្អីក៏ចេះដែរហើយពេលនិយាយស្ដីវិញចូលចិត្តតែជំទាវដាក់គេចាប់ឡាយទៅចង់សុជីឆាប់ចូលមកភ្លាម សុជីមកបានត្រៀមកាដូខួបកំណត់ឲ្យកូន មកឲ្យមកកត់ប្រាក់មកកូនមែនទេមិនក៏សោកច្រើនបែបនេះ តាំងពីកូនបាត់ខ្លួនមកខួបកំណត់កូនមកបានតិចទៀតរហូតមានយីកូនសោបទេ20ផ្ទះ អរគុណហើយអ្នកម៉ែដែលធ្វើឲ្យកូនខ្លាចទៅជាតកែផ្ទះប៉ុន្តែកូននៅតែចង់ទៅធ្វើការ អញ្ចឹងចាំមកឲ្យក្រុមហ៊ុនកូនមួយឲ្យកូនទៅធ្វើជាតកែ ល្អណាស់កូនចង់ទៅកន្លែងណាដែលស្លៀកពាក់បានតាមចិត្តនាងជាចាំងសុជីមកថ្មីមែនទេក្រុមហ៊ុនមានរបស់ថ្មីចូលមកតែលើជំនួសខ្ញុំបន្តិចទៅការងាររបស់នាងមិនក៏ខ្ញុំត្រូវធ្វើជំនួសវិញគ្មាននរណាប្រាប់នាងទេមែនទេថាសង្សារខ្ញុំជាអ្នកគ្រប់គ្រងនៅទីនេះបើសម្លាញ់ការងារលើករបស់អននោះអូនជាមនុស្សត្រង់ស្អើយមិននឹងអាចធ្វើការងារបែបនោះបានទៅហើយនាងធ្វើហើយនាងនៅចេះអូនទៀនខានធ្វើការមួយខែនាងធ្វើការហើយគួរឆ្អាមទៀត អ្នកមកថ្មីនាងឆាប់ទៅលើកអីវ៉ាន់ទៅ អាយ៉ាសុំតើផងខ្ញុំក៏គ្មានពេលដែរខ្ញុំត្រូវទៅបន្ទប់ទឹកទៅបាត់ចេញទៅបងមើលនាងទៅនាងជ្រុលពេកហើយធ្វើអូនខឹងស្លាប់ហើយ អូនសម្លាញ់បងដេញនាងជាងភ្លាម មិនបានទេបងដេញនាងចេញនៅសំខ្លាចងើចិត្តនាងទៀនអូនមានវិធីអ្នកទាំងអស់គ្នាមិនចាំបាច់កំងមហូបទេសង្សាររបស់ខ្ញុំនឹងកំងមីសៃកូឲ្យទាំងអស់គ្នាគូបាននាងប្រហែលជាមានបញ្ហាហើយក៏ពីមុនដល់បែបនេះទេខ្ញុំទៅមើលសិនសុជីមួយនេះឲ្យឯងនាងមានរឿងជាមួយខ្ញុំអញ្ចឹងហើយគ្មានរបស់នាងទេមិនអីទេអញញ៉ាំចាស់ខ្ញុំទៅកំងញ៉ាំខ្លួនឯងវិញចាំសុជីខ្ញុំធ្វើគ្រប់គ្នាមិនរវល់ជាមួយនាងធ្វើនាងនៅមិនបានហើយនៅជិះប្រខ្លួនឯងអ្នកទាំងអស់គ្នាបាច់ចេះញ៉ាំម្នាក់មួយប្រអងនេះនៅជាមនុស្សទេបើសម្លាញ់បន្តិចទៀតបងចាប់ដាក់ប្រអប់តូចមួយអូនណាអូនញ៉ាំតែបន្តិចទេ អូនសម្លាញ់អូនត្រូវញ៉ាំមកច្រើនបន្តិចព្រោះអូនស្គមពេកហើយ អូនមិនស្គមទេអូនពេលនេះអញញ៉ាំទាវអស់5ហើយអញញ៉ាំតែគល់កាយធំអស់មួយកែវទៀនអូនកាយណាស់ប្រយ័ត្នអូនញ៉ាំបងទៅនាងឈប់ធ្វើបែបហ្នឹងទៀតទៅនាងពិតជាគួរឲ្យខ្ពើមណាស់ខ្ញុំជិតញ៉ាំបាយលេងចូលហើយខ្ញុំឈប់ញ៉ាំហើយខ្ញុំក៏ឈប់ដែរណែខ្ញុំប៉ាទាំងអស់គ្នាញ៉ាំសូមចាំងសុជីខ្ញុំនៅមានវិធីច្រើនទៀតនាងចាំមើលទៅចាំងសុជីស្អែកនេះនឹងមានការ live វីដេអូពីសម្បូរលឿងមុខការ live ខ្វះអ្នក live វីដេអូម្នាក់
នេះជាភ្ញៀវសំខាន់របស់ក្រុមហ៊ុនយើងនេះមិនហ៊ានទៅដឹងស្បូលាងមុខនឹងខ្ញុំប្រើរាល់ថ្ងៃគ្មានអ្នកណាដឹងពីគុណប្រយោជន៍របស់វាជាខ្ញុំទេខ្ញុំមានអីមិនហ៊ានទៅនាងចាប់ហើយកុំរងឡាយវីដេអូឲ្យមកខ្ញុំណានាងមិនបានសរសេរខ្លួនឯងទេចង់រើរឿងផងនាងដឹងដែរទេថារើរឿងខ្ញុំនឹងមានលទ្ធផលបែបណាទៅខ្ញុំគ្រាន់តែដឹងថាបើសិនជាការឡាយវីដេអូនេះមិនជោគជ័យទេនាងនឹងត្រូវក្រុមហ៊ុនបណ្តេញចេញហើយថែមទាំងត្រូវសងលុយក្រុមហ៊ុន 10,000 ទៀតកុំបារម្ភអីខ្ញុំប្រកាសជាឡាយវីដេអូតាមពេលកំណត់ខ្ញុំនឹងចាំមើលទាំងអស់គ្នាថ្ងៃនេះចុងគ្នាញ៉ាំសុបពួកយើងដែលមករួមការងារចម្លាញ់មួយចុះខ្ញុំមានមករួមការងារម្នាក់ពេលនាងនៅមុខមនុស្សប្រុសនាងធ្វើដូចជានាងទើបតែអាយុ18ឆ្នាំតែពេលដែលគ្មានមនុស្សប្រុសនៅវិញជក់បារីផឹកស្រាស្អីក៏ចេះដែរហើយពេលនិយាយស្ដីវិញចូលចិត្តតែជំទាវដាក់គេចុះឡាយទៅចង់សុជីឆាប់ចូលមកភ្លាមមានគ្នាយើងនិយាយថាពេលឡាយវីដេអូមិនអាចចិញ្ចឹមកង្ងានបានទេអ្នកមើលឡាយលើ20,000នាក់ហើយតែមានមនុស្សនិយាយថាមុខរបស់ឯងឡើងប្រេងហើយមិនអីទេទាំងអស់គ្នាតាមធម្មតាដូចខ្ញុំដែរមែនទេពេលញ៉ាំស៊ុបហើយមុខឡើងប្រេងនោះថាស្បែកមុខជំហានទី1គឺអីទៅគឺត្រូវលាងមុខឲ្យបានស្អាតសេឈីគេតែងសម្បូរលាងមុខឡើងអស់ពីស្តុកហើយចាំសេឈីខ្ញុំនឹងមិនឲ្យនាងមានមុខមាត់ទៀតទេចាំសេឈីដោយសារតែនាងមិនបានធ្វើកម្រងដល់ត្រូវឡាយវីដេអូភ្ញៀវពិតជាខឹងខ្លាំងណាស់នាងត្រូវបានដេញចេញហើយអ្នកណានិយាយទៅមុននេះភ្ញៀវទៅតែមកសរសើរពីការឡាយរបស់សេឈីទេខ្ញុំមិនខ្វល់ថាពួកនេះនិយាយអីទេពួកនេះថ្ងៃនេះត្រូវដេញចេញប្រកាសណាខ្ញុំពេលនេះនឹងហៅសរសើររបស់ខ្ញុំឲ្យមកដេញពួកនាងចេញនាងគ្រាន់តែតាក់បែនអ្នកគ្រប់គ្រងសោះកុំមានអំណត់ពេកយ៉ាងហើយណាខ្ញុំមានមនុស្សប្រុសឲ្យពឹងផ្អែកចុះនាងវិញមនុស្សរបស់យ៉ាងស៊ីឈីនៅទីនេះអ្នកប្រុសលោកយ៉ាងស៊ីឈីនាងមានសិទ្ធិអីមកនិយាយថាខ្ញុំទៅនាងកំឡុងដំណើរដោយសារតែមនុស្សប្រុសដែរមិនចឹងទេនាងគួរតែឆែកមកម្ចាស់ក្រុមហ៊ុនវិញទៅល្អជាងម្ចាស់ក្រុមហ៊ុនមែនទេយ៉ាងស៊ឺឈីក្រុមហ៊ុននេះជារបស់នាងខ្ញុំមិនចាំបាច់ពឹងមនុស្សប្រុសឡើងតំណែងទេព្រោះអីខ្ញុំមានតំណែងខ្ពស់ស្រាប់ហើយសូមអរគុណដែលខ្ញុំចេញខ្ញុំចេញទៅភ្លាមជប់សិនអត្តសញ្ញាណបាននាងជ្រុះហើយកាន់ឲ្យល្អទៅមនុស្សអាក្រក់អស់មិនមែនទេមនុស្សពូកែម្ញែ